សំណួរសួរថាបើសិនជាយើងមានឯកសារគ្រប់គ្រាន់ហើយតែយើងគួរបារម្ភអីចំពោះ police ICE បងប្អូនឃើញរូបថតដែលខ្ញុំបង្ហាញនៅខាងក្រោយនេះទេបងប្អូន police ICE ចាប់គាត់ខុសគាត់គឺជាជនជាតិ American សញ្ជាតិ American ទៀតបងប្អូនហ្នឹងហើយអញ្ចឹងមិនខ្ញុំចង់ចែករំលែកវីដេអូនេះនៅក្នុង community របស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាជួយ share បងប្អូនណាបើកវងកញ្ចក់បងប្អូននៅឃើញពីក្រោយខ្នងខ្ញុំនេះហើយគឺជាព័ត៌មានជាពិសេសនៅក្នុងស្រុក Utah ខ្ញុំតែម្ដងចំពោះព័ត៌មាននេះគេបានបញ្ជាក់ថាដូចថាមាន protester នៅក្នុងស្រុក Utah ហើយ senator ក៏បានន័យថាដាក់បញ្ចូលថាអត់ឲ្យប៉ូលីសអីហ្នឹងទៅដូចថាទៅ check ឬក៏ទៅចាប់នៅកន្លែងឆើតឬក៏ hospital បងប្អូនណាហើយក៏មានប្រជាជនមួយចំនួនដូចថាលើកទង់ជ័យគេដូចថាគេបាតកម្មនៃអហិង្សាបងប្អូននេះគឺជាទីក្រុង Riverton ហ្នឹងហើយអ្វីដែលខ្ញុំចង់ចែករំលែកសម្រាប់ community យើងគឺចេះណាបងប្អូនណាទោះបីជាយើងមានក្តារស្នាមឬក៏មិនមានក្តារស្នាមក៏ដោយទោះបើសិនជាយើងមានដូចថា crowd អីដូចថាដែលគេធ្វើ protest ឬក៏អីចំពោះទស្សនៈខ្ញុំបងប្អូនយើងជាជនជាតិអាស៊ីអញ្ចឹងយើងដើរចេញឆ្ងាយទៅពីព្រោះថាបើសិនជាមានបញ្ហានេះកើតឡើងដោយពូម្នាក់នេះគាត់ជាជនជាតិម៉ុងហើយគេចាប់គាត់ខុសអញ្ចឹងយើងខាត់ពេលវេលាណាបងប្អូនណាហ្នឹងហើយជួយចែករំលែកទាំងអស់គ្នាដើម្បីដូចថាបានជាព័ត៌មាននៅក្នុង community របស់យើងហើយបងប្អូនថែខ្លួនប្រយ័ត្នខ្លួនទាំងអស់គ្នាណា